រឿងមនុស្សយន្តដែលរៀនសើចនៅក្នុងទីក្រុងអនាគតមួយដែលអ្វីដំណើរការយ៉ាងល្អឥតខ្ចោះមានមនុស្សយន្តមួយរស់នៅដោយគ្មានអារម្មណ៍វាអាចគិតអាចធ្វើការប៉ុន្តែមិនដែលសើចមិនដែលយល់ពីសេចក្តីរីករាយមនុស្សជុំវិញវាសើចញញឹមមិនចែករំលែកអារម្មណ៍ដែលវាមិនយល់មនុស្សយន្តចាប់ផ្ដើមសួរខ្លួនឯងតើសំណើចមានន័យដូចម្ដេចរហូតដល់ថ្ងៃមួយវាបានជួបកុមារម្នាក់ដែលមិនខ្លាចនិងមិនច្របូកច្របល់ចំពោះវាកុមារនោះមិនបង្រៀនវាអំពីលេខឬកូដប៉ុន្តែបង្រៀនវាអំពីអារម្មណ៍ការសាក់លបងដំបងមិនល្អឥតខ្ចោះទេប៉ុន្តែវាជាការចាប់ផ្ដើមហើយពេលវាសើចជាលើកដំបូងអ្វីមួយថ្មីបានកើតមានក្នុងបេះដូងដែករបស់វាសំណើចតូចមួយអាចផ្លាស់ប្ដូរទីក្រុងមួយទាំងមូលបច្ចេកវិទ្យាអាចបង្កើតប្រាជ្ញាប៉ុន្តែសេចក្តីមនុស្សធម៌បង្កើតបេះដូង